នៅពេលដែលគេនិយាយពីសុភាសិតនេះគេនឹងនឹកឃើញដល់ស្រូវគ្រាដែលស្រូវនោះមានផ្លែពេញដើមវានឹងធ្ងន់ហើយវាអោនចុះរីករាយស្វាគមន៍មកកាន់ YouTube Channel ខ្មែរ Learning ឬវាសនានិង Facebook Page នាទីអក្សរសាស្ត្រខ្មែរដើម្បីទទួលបាននៅវីដេអូដូចជាមេរៀនបន្ថែមថ្មីទៀតបងប្អូនឬអ្នកតាមដានគ្រាន់តែចុច Follow ឬ Subscribe ជាការស្រេចថ្ងៃនេះខ្ញុំមានពេលវេលាតិចបន្តួចដែរក៏បានផលិតជាវីដេអូខ្លីៗជូនដល់បងប្អូនទាំងអស់គ្នាដើម្បីទុកជាមេរៀនក៏ដូចជាការបញ្យល់បន្ថែមនិងការរំលឹកដល់បងប្អូនដែលចង់ចេះចង់ដឹងទាក់ទងនឹងសុភាសិតខ្មែរកុំឲ្យខាតពេលយូរឥឡូវតាមដានជាមួយខ្ញុំបាទទាំងអស់គ្នាសុភាសិតមួយពោលថាងើយស្ករអោនដាក់គ្រាប់នៅពេលដែលគេនិយាយពីសុភាសិតនេះគេនឹងនឹកឃើញដល់ស្រូវគ្រាដែលស្រូវនោះមានផ្លែពេញដើមវានឹងធ្ងន់ហើយវាអោនចុះតែបើស្រូវណាងើយឡើងគឺបែរថាវាអត់មានគ្រាប់ស្រូវច្រើនទេឬក៏អត់មានតែម្ដងអានេះគេហៅថាងើយស្ករក្នុងន័យធៀបគេចង់និយាយថាងើយស្ករគេស្មើទៅលើមនុស្សដែលវារិតក្អឺតក្រតោមមិនចេះអរំទោនគឺតែងតែប្រកាន់អិយប័តមិនសមសួនមិនល្អខ្វះសិលធម៌តែបើសិនជាបុគ្គលដែលគាត់ចេះដាក់ខ្លួនអរំទោនចេះគោរពចាស់ទុំនិងមនុស្សជំនាញខ្លួនហើយមានអិយប័តល្អប្រសើរនោះនឹងខ្លះទៅជាគំរូសម្រាប់មនុស្សទាំងឡាយដែលគេហៅថាជាបុគ្គលដែលមានក្រមសីលធម៌ឧទាហរណ៍ដូចថាយើងរៀនសូត្របានចេះដឹងចេះជ្រះហើយយើងយកជំនាញរបស់យើងនោះទៅប្រើខុសក្បួនគឺយើងទៅយកទៅធ្វើបាបអ្នកដទៃឬក៏យើងយកទៅមើលអ្នកដទៃគេហៅថាប្រភេទជាមនុស្សងើយស្ករហើយតែបើសិនជាយើងចេះហើយយើងចេះដាក់ខ្លួនយើងជួយគេក្នុងបំណងល្អបង្រៀនគេឲ្យដើរផ្លូវល្អហើយធ្វើឲ្យមួយនោះប្រកបដោយក្រមសីលធម៌ខ្ពស់អាហ្នឹងគេហៅថាអោនដាក់គ្រាប់សរុបមកសុភាសិតនេះគេចង់ឲ្យយើងរៀបចំខ្លួនឲ្យបានល្អប្រសើរទោះបីជាយើងមានចំណេះដឹងប៉ុណ្ណាក៏ដោយតិចក៏ដោយច្រើនក៏ដោយគឺយើងត្រូវចេះអរំទោនគោរពមនុស្សជុំវិញខ្លួនយើងតែគេហៅថាអោនដាក់គ្រាប់បើសិនជាបងប្អូនឬអ្នកតាមដានមានចម្ងល់ត្រង់ចំណុចណានោះអាច comment នៅខាងក្រោមវីដេអូនេះបានហើយខ្ញុំនឹងព្យាយាមបញ្យល់ទៅតាមលទ្ធភាពដែលខ្ញុំអាចធ្វើបានអរគុណច្រើនសម្រាប់ការតាមដានជួបគ្នានៅក្នុងវីដេអូបន្ទាប់